ជំរាបសួរអរលោកអ្នកបងប្អូនទាំងអស់គ្នានៅក្នុងសេចក្តីស្រឡាញ់របស់ផងព្រះយេស៊ូវគ្រីស្ទហើយក៏ជំរាបសួរលោកគ្រូអ្នកគ្រូនៅមុខទាំងពីរនាក់ដែរបើតាមឮដំណឹងល្អដូចជាប្រាប់ខ្ញុំថាថ្ងៃហ្នឹងប៉ាវបាយខ្ញុំពងឃ្លានដែរហ្នឹងណាអរគុណប្រហែលអ្នកបានឮខាង MC គាត់ប្រកាសហៅខ្ញុំឡើងមកមិញ MC គាត់ប្រកាសហៅលោកគ្រូលីច័ន្ទសវណ្ណដែតក៏ប៉ុន្តែឥឡូវបដូរហើយលេខលោកគ្រូហើយអុកញ៉ាលីច័ន្ទសវណ្ណដែតម្ដងយើងបាច់ចាំណាតែងតាំងខ្លួនឯងព្រះនៃយើងព្រះអង្គតែងតាំងយើងហើយអរគុណប្រហែលអ្នកបានញ៉ាំអាហារព្រឹកហើយសូមលើកដៃបាទខ្ញុំបានតែកាហ្វេទេបាយអត់ទាន់បានទេចង់ពជាពេលនៃការហូបបន្តិចអរគុណព្រះអង្គបងប្អូនមើលរូបនៅលើ slide កុំទាន់គិតថាមិនថាម៉ាណាលេងឃើញរូបអេសក្បាលហើយមានដាក់សញ្ញាសួរអញ្ចឹងគិតថាជុំមេរៀនរបស់លោកគ្រូថ្ងៃនេះប្រហែលញ៉ែញ៉ាយខ្ញុំនោះដឹងអាមិនអាម៉ាទេបើលេងសដាក់អេសក្បាលអេអីចឹងតោះអរគុណព្រះអង្គមុននឹងចាប់ផ្ដើមជាមួយគ្នាខ្ញុំចង់គ្រប់អញ្ជើញអនុញ្ញាតឲ្យអ្នកបងប្អូនបានសម្រុំចិត្តដើម្បីសូមការដឹកនាំពីព្រះវិញ្ញាណកុំឲ្យអ្វីដែលយើងធ្វើជាគំនិតយោបល់ប្រាជ្ញារបស់យើងហើយអស់លោកអ្នកបងប្អូនអង្គុយនៅក្រោមទៀតសោតកុំឲ្យគិតទៅកន្លែងផ្សេងគិតទៅនេះគិតទៅនោះយើងឲ្យតម្លៃព្រះបន្ទូលព្រះអង្គសិនអត់យូរទេតែប្រហែលនាទីទេខ្ញុំអត់ដែរអធិប្បាយយូរទេអញ្ចឹងពេលដែលយើងឲ្យតម្លៃទៅលើព្រះបន្ទូលព្រះអង្គហើយយើងព្យាយាមស្ដាប់ព្រះបន្ទូលព្រះអង្គបងប្អូននឹងកើតការអស្ចារ្យនៅក្នុងជីវិតហើយយើងនឹងមានការផ្លាស់ប្ដូរផងដែរហើយបើយើងអត់ស្ដាប់ទេអារក្សវាលួចយើងគឺរលាយខ្សលហ្មងរលាយមិនពីព្រោះនៅក្នុងព្រះគម្ពីរព្រះអង្គថាព្រះអង្គមានបន្ទូលថាឯចោលវាមកប្រយោជន៍តែលួចសម្លាប់ហើយបំផ្លាញអាមែនទេក៏ប៉ុន្តែព្រះអង្គមកវិញឲ្យយើងមានជីវិតហើយជីវិតនោះជាជីវិតដែលពេញបរិបូរណ៍កាលណាដែលព្រះអង្គឲ្យយើងមានជីវិតពេញបរិបូរណ៍ខ្ញុំជឿថាអ្វីដែលយើងខ្វះខាតព្រះអង្គនឹងបំពេញនៅពេលដែលយើងឲ្យតម្លៃទៅលើការស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គអាមែនតោះអញ្ចឹងសូមស្រួមចិត្តអធិដ្ឋានជាមួយគ្នាបិតាជាម្ចាស់នៃយើងខ្ញុំប្រងឲ្យគុណអរគុណព្រះអង្គគណៈពេលវេលានេះដែលយើងខ្ញុំមានឱកាសដើម្បីមកឈរនៅទីនេះដើម្បីពំនាំនៅព្រះរាជសាររបស់ព្រះអង្គក៏សូមព្រះអង្គម្ចាស់បានគុំនៅកណ្ដាលចំណោមយើងខ្ញុំទាំងអស់គ្នាឲ្យអ្វីដែលយើងខ្ញុំធ្វើអ្វីដែលយើងខ្ញុំចែកចាយទៅគឺជាអំណាចព្រះជាស្ដាររបស់ព្រះអង្គដែលបានលើកទឹកចិត្តទៅដល់បងប្អូនទូព្រះបង្គំដែលកំពុងតែស្ដាប់ហើយក៏គង់នៅជាមួយនឹងពួកគេដើម្បីឲ្យពួកគេផ្ចង់អារម្មណ៍ផ្ចង់គំនិតមកឯព្រះបន្ទូលរបស់ព្រះអង្គពីព្រោះព្រះបន្ទូលព្រះអង្គគឺជាព្រះបន្ទូលនៃឫទ្ធានុភាពអាចនឹងធ្វើឲ្យមានការរង្គោះរង្គើនៅក្នុងជីវិតដែលជួបបញ្ហាឧបសគ្គឬក៏ការខ្វះខាតអ្វីផ្សេងផងដែរដូច្នេះហើយគុណសូមពឹងអាងនៃការដឹកនាំរបស់ព្រះអង្គដែលថ្វាយនៅក្នុងព្រះនាមព្រះម្ចាស់គឺព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គយើងមើលនៅលើ slide យើងក៏មើលរូបគីឡូដូចខ្ញុំថាមុនហ្នឹងគីឡូគិតថាវាអញ៉ែញ៉ៃឬក៏មិនដឹងថាធ្វើមិនអីព្រោះមានសញ្ញាសួរផងមានអីផងក៏ប៉ុន្តែអ្វីដែលយើងរៀនជាមួយគ្នានៅក្នុងប្រធានបទថ្ងៃនេះយើងរៀនតើអ្វីទៅជាដំណឹងល្អអាមែនខ្ញុំចង់នាំឲ្យបងប្អូនបានស្គាល់អ្វីដែលជាដំណឹងល្អពិតប្រាកដហើយក៏ជាដំណឹងល្អខុសពីលោកីខុសពីមនុស្សដែលឲ្យដំណឹងល្អនោះមកយើងផងដែរកន្លងទៅបងប្អូនប្រមាណអ្នកដែលធ្លាប់ស្ដាប់ដំណឹងល្អឬក៏ឮដំណឹងល្អមកដល់យើងគ្រួសារយើងខ្លួនឯងឬក៏អ្វីមួយដែលកើតឡើងសម្រាប់យើងដែលធ្លាប់តើអ្វីដែលបងប្អូនគិតថាវាជាដំណឹងល្អសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាមានបងប្អូនណាអាចឆ្លើយប្រាប់ខ្ញុំបានទេមានទេម៉ូសេក៏ប្រាប់ខ្ញុំថាថ្ងៃនេះមានដំណឹងល្អសង្សារខ្ញុំមកថ្វាយគុំព្រះអង្គជាមួយមានបងប្អូនណាទទួលបានដំណឹងល្អអីទៀតទេមានទេព្រឹកនេះមានទទួលបានដំណឹងល្អអីទេអត់មានទេបាទអត់ក៏អត់តែថ្ងៃនេះខ្ញុំនាំឲ្យបងប្អូនស្គាល់ដំណឹងល្អដែលមកពីឋានលើហើយជាដំណឹងល្អដែលព្រះគ្រីស្ទបានធ្វើគ្រប់សពបែបយ៉ាងសម្រាប់អស់លោកអ្នកបងប្អូនទាំងអស់គ្នានៅលើឈើឆ្កាងរួចរាល់ហើយកន្លងទៅពេលដែលយើងនិយាយអំពីដំណឹងល្អគឺយើងត្រូវតែដឹងអំពីដើមកំណើតនៃដំណឹងល្អដែរបើយើងអត់ដឹងថាអ្វីទៅជាដំណឹងល្អហើយដើមកំណើតដំណឹងល្អនោះយ៉ាងម៉េចប្រហែលពិបាកនៅក្នុងការដែលយើងទទួលយកព្រះពីព្រោះគេនិយាយពាក្យមួយថាចំអ្នកជឿព្រះយេស៊ូវមិនគ្រាន់តែទទួលជឿព្រះគេគ្រាន់តែថ្វាយខ្លួនគ្រាន់តែយាងព្រះគេមកគង់ក្នុងជីវិតក្នុងចិត្តរបស់គេរួចពីបាប
cho bà nhom không thưa bon thưa cả so nè thưa cà lo tràn có vấn tay mấy cái nhom ăn ai nâng ruột trên pi phơ ba hấp chẳng mấy cái nhom ăn ruột trên pi bắn đa xa chẳng mấy nhom ăn ruột trên pi sẽ đây slap chẳng bà nhom không thưa lo rồi hốt mặt lo bẹ cả đào này chỉ vật có chết chọc môi chỉ vật bị prua ca đại dương thưa lo nu mình men chỉ ở vay môi để ai đang chui sừng prua dương bàn thể chẳng ngày ní dương score ở vay chỉ đầm nâng ó đang cầm nát đầm nâng ó hai lát tập ho đầm nâng ó đại miên này không chỉ vật bỏ dương mà nẹp phòng đại nhưng trong ấy bong phun bàn score ấy chỗ ba ông pi đầm nâng ó to so mưa này không slide cho môi cái ní ông pi đang cầm nát này đầm nâng ó cái na đại dương này dây ông pi đang cầm nát này đầm nâng ó khi nhung trong phép pi môi clay cho đó bong phun này không chùm nứt po lương thaព្រះជាម្ចាស់ឬក៏ព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោកស្រឡាញ់បងប្អូនទាំងអស់ដោយគ្មានលក្ខខណ្ឌដូចបទដែលយើងជ្រាបមិញក្តីស្នេហ៍ព្រះអង្គអស្ចារ្យក្តីស្នេហ៍ព្រះអង្គអត់ចេះមាន2មាន3ក្តីស្នេហ៍របស់ព្រះអង្គអត់មានតើតាអ្នកនោះស្អាតបានព្រះអង្គស្រឡាញ់អ្នកនោះអាក្រក់ព្រះអង្គអត់ស្រឡាញ់ទេចឹងហើយបានដើមកំណើតនៃដំណឹងល្អចង់បញ្ជាក់ប្រាប់អស់លោកអ្នកបងប្អូនហើយនឹងកូនទាំងអស់គ្នាដែលមានវត្តមាននៅទីនេះថាព្រះជាម្ចាស់ទ្រង់ស្រឡាញ់អស់លោកអ្នកបងប្អូនខ្លាំងណាស់សំណួរសួរថាតើស្រឡាញ់យ៉ាងម៉េចយើងនឹងមើលជាមួយគ្នាផងដែរដំណឹងល្អមិនមែនចាប់ផ្ដើមដោយសារណាសាសនាឬច្បាប់វិន័យដែលមនុស្សបង្កើតឡើងនោះទេប៉ុន្តែវាជាការចាប់ផ្ដើមចេញពីសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោកបើទោះបីជាមនុស្សលោកបានដើរចេញពីទ្រង់ក៏ដោយនេះឯងគឺជាដើមកំណើតនៃដំណឹងល្អអត់មានចាំបាច់តបបង្រៀនឲ្យមនុស្សធ្វើល្អទៅដើម្បីទទួលបានការសង្គ្រោះធ្វើល្អទៅងាប់ទៅនឹងឡើងអង្គរឋានសួគ៌ហើយយើងមិនដឹងពីព្រោះបងប្អូនដឹងថាយើងធ្វើល្អយើងស្លាប់ទៅយើងឡើងនគរឋានសួគ៌ឬក៏ទៅនគរឋានសួគ៌ចុះសំណួរសួរថាអាពេលដែលយើងប្រព្រឹត្តខុសពីមុននោះឬក៏ម៉ោងនេះយើងធ្វើល្អហើយម៉ោងក្រោយយើងអត់ធ្វើល្អបានអានឹងបូកបញ្ចូលគ្នាឬក៏ដកវិញគុំគិតអ្វីដែលបូកសុំគិតអ្វីដែលដកខ្លះតោះណាចុំឲ្យយល់កន្លែងហ្នឹងចឹងហើយបានយើងមានច្បាប់ពីរទី1ច្បាប់លោកីឬក៏ច្បាប់ខាងសាច់ឈាមនៅពេលដែលមនុស្សធ្វើខុសនៅពេលដែលមនុស្សប្រព្រឹត្តបទល្មើសនៅពេលដែលមនុស្សលួចនៅពេលដែលមនុស្សសម្លាប់ជាប់ជាមួយនឹងច្បាប់លោកីគឺគេត្រូវយកយើងទៅដាក់ក្នុងគុកដើម្បីនឹងផ្ដន់ទោសប្រហែលឆ្នាំឬក៏អស់មួយជីវិតអីយ៉ាងទៅអាមែនច្បាប់ខាងវិញ្ញាណដូចគ្នានៅពេលដែលបងប្អូនធ្វើខុសណាជាមួយនឹងច្បាប់ខាងវិញ្ញាណអត់ស្គាល់ព្រះអត់ស្គាល់អ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងដូចដែលខ្ញុំនិយាយចឹងបើទោះបីជាមនុស្សដើរចេញពីទ្រង់ក៏ដោយពីព្រោះពេលដែលព្រះអង្គយាងមកសង្គ្រោះយើងម្នាក់យើងអត់ទទួលការសង្គ្រោះរបស់ព្រះអង្គទេយើងរស់នៅយើងចង់បានសេចក្តីស្រឡាញ់យើងចង់បានការថ្នាក់ថ្នមយើងចង់បានសេចក្តីសុខសាន្តយើងចង់បានសេចក្តីសង្ឃឹមក៏ប៉ុន្តែពេលដែលព្រះបានយាងមកដើម្បីផ្ដល់ការទាំងអស់នោះឲ្យយើងបែរជានាំគ្នាបះបោរហើយយកព្រះអង្គទៅឆ្កាងហើយចោទព្រះអង្គថាព្រះអង្គជាព្រះដែលមានទោសក៏ជាប់នៅលើឈើឆ្កាងដែរក៏ប៉ុន្តែចាំពាក្យទេវតាដែលយាងមកប្រាប់មនុស្សទាំងអស់ថាម៉េចត្បិតថ្ងៃនេះនឹងមានព្រះសង្គ្រោះមួយអង្គដែលយាងមកសម្រាប់អ្នករាល់គ្នាគឺជាព្រះគ្រីស្ទព្រះអង្គយាងមកគឺព្រះអង្គស្រឡាញ់យើងព្រះអង្គយាងមកដើម្បីផ្ដល់សេចក្តីសុខសាន្តពីព្រោះអេម៉ាញូអែលគឺជាព្រះដែលគង់ជាមួយព្រះដែលផ្ដល់ឲ្យយើងនៅសេចក្តីសុខសាន្តក៏ប៉ុន្តែយើងអត់ចង់បានសេចក្តីសុខសាន្តដែលព្រះឲ្យយើងចង់បានសេចក្តីសុខសាន្តដែលលោកីឲ្យលោកីចលោជាមួយយើងនិយាយតែពីចូលចិត្តតែព្រះហុចឲ្យយើងផ្ទេរឲ្យយើងតែយើងអត់ទទួលយកទេចឹងហើយបានខ្ញុំចង់ឲ្យបងប្អូនថាដំណឹងល្អនៅថ្ងៃនេះដែលខ្ញុំនឹងចែកទៅដល់បងប្អូនគឺជាដំណឹងល្អដែលនិយាយអំពីព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គស្រឡាញ់បងប្អូនខ្លាំងណាស់ជាព្រះដែលស្រឡាញ់មនុស្សអត់មានលក្ខខណ្ឌអត់មានតើមើឲ្យបងប្អូនសែនក្បាលជ្រូកសែនទាសែនអីទេព្រះអង្គអត់ដាក់សម្ពាធឲ្យយើងច្រើនទេណាតែខ្លួនយើងដាក់សម្ពាធខ្លួនឯងហើយយើងគិតថាផ្លូវទៅរកព្រះអង្គពីព្រោះព្រះអង្គខ្ញុំចង់លើកទឹកចិត្តបងប្អូនថាព្រះអង្គស៊ូទ្រាំជួសយើងអស់ហើយនៅលើភ្នំកាល់វ៉ារីអាមែនព្រះអង្គជួសយើងរំដោះយើងសង្គ្រោះយើងរួចហើយព្រះអង្គរងទ្រាំឈឺផ្សាព្រះអង្គត្រូវគេវាយព្រះអង្គត្រូវលីឈើឆ្កាងព្រះអង្គត្រូវគេប្រមាថណាព្រះអង្គត្រូវគេនិយាយអំពីរឿងថ្វាយដង្វាយព្រះអង្គត្រូវគេជេរព្រះអង្គត្រូវគេចោទប្រកាន់ដូចជាអ្វីដែលបងប្អូនកំពុងមានសពថ្ងៃហ្នឹង
គឺព្រះអង្គដោះឲ្យដើម្បីឲ្យបងប្អូនយ៉ាងម៉េចមានសេរីភាពមានព្រះពរនិងមានកិត្តិយសហើយនឹងកិត្តិនាមនៅក្នុងជីវិតដែលយើងរស់នៅបងប្អូនគិតថាអស់សង្ឃឹមទេចៅដែលជាប់ឆ្កាងជាមួយព្រះអង្គមានបន្ទូលថាមិនបិទនៅថ្ងៃនេះអ្នកនឹងទៅឯឋានបរមសុខជាមួយនឹងខ្ញុំព្រះអង្គផ្ដល់សេចក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នាតែអ្នកដែលបដិសេធព្រះអង្គអ្នកអត់ទទួលដំណឹងល្អព្រះអង្គក៏អត់មានត្រូវធ្វើមិនដែរហើយព្រះអង្គក៏អត់ទម្លាក់គេទៅក្នុងបឹងភ្លើងដែរតែអំពើបាបនឹងទម្លាក់គេទៅបឹងភ្លើងអាមែនចឹងយើងមើលបន្តទៀតជាមួយគ្នានៅក្នុងព្រះគម្ពីរកុំឲ្យថាព្រះអង្គស្រឡាញ់មនុស្សលោកនឹងព្រះអង្គស្រឡាញ់មិនអីមិនណាចឹងយើងមើលនៅក្នុងព្រះគម្ពីរយូហានចំពុក3ខ16តោះកូនទាំងអស់គ្នាសូត្រទាំងអស់គ្នាតោះ1 2 3អាមែនទេព្រះអង្គឲ្យយើង3សូមមើលទី1ព្រះអង្គបានស្រឡាញ់មនុស្សលោកដល់ម្លេះមនុស្សលោកមានយើងអត់មានមនុស្សនៅលើផែនដីទាំងអស់អត់បាទមានគឺព្រះអង្គស្រឡាញ់ហើយព្រះអង្គស្រឡាញ់យើងមានលក្ខខណ្ឌនេះចំណុចនេះឯងដែលកូនមកនៅក្នុងមណ្ឌលកុមារឬក៏ផ្ទះកុមារក្តីសង្ឃឹមយើងអត់បានបែងចែកកូនមកពីខាងនោះគ្រួសាររៀងធូធាកូនមកពីខាងនេះគ្រួសាររៀងលហែមលហាមចឹងយើងអត់ផ្ដល់សេចក្តីស្រឡាញ់អត់ទេគឺកូនមកយើងផ្ដល់ទាំងសេចក្តីស្រឡាញ់យើងផ្ដល់ទាំងការមើលថែយើងផ្ដល់ទាំងការអប់រំយើងផ្ដល់ទាំងការអីគេការពារហើយនឹងផ្ដល់អាហារហូបចុកដល់កូនទាំងអស់គ្នាចឹងហើយបានកូនទាំងអស់គ្នាបានហៅពួកប៉ានៅទីនេះជាអ្នកដឹកនាំថាជាប៉ាជំនួសឲ្យសេចក្តីស្រឡាញ់របស់ផងទី2ព្រះអង្គឲ្យអីគេព្រះអង្គប្រទានព្រះរាជបុត្រាតែមួយរបស់ផងព្រះអង្គគឺជាបុត្រានៃឋានសួគ៌បុត្រាជាអ្នកដែលបង្កើតផែនដីហើយជាព្រះដែលមិនមានមនុស្សណាតែងតាំងមនុស្សណាឲ្យនាមមនុស្សណាចេញអនុក្រឹត្យឲ្យទេព្រះអង្គជាព្រះតាំងពីដើមរហូតមកដល់សពថ្ងៃនេះព្រះអង្គជាព្រះដ៏ពិតហើយព្រះដ៏ពិតមានតែមួយគត់គឺជាព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គស្រឡាញ់នឹងលោកព្រះអង្គប្រទានព្រះរាជបុត្រានោះដើម្បីអីគេឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះគឺគេមិនត្រូវវិនាសហើយមានជីវិតអស់កលជានិច្ចសំណួរគ្រាន់តែជឿព្រះរាជបុត្រានោះមិនត្រូវវិនាសហើយមានជីវិតអស់កលជានិច្ចចឹងហើយបានខ្ញុំថាមនុស្សយើងមានច្បាប់ពីរបើយើងធ្វើខុសនៅលើលោកីយ៍នេះសាច់ឈាមនេះយើងទទួលកំហុសហើយបើយើងជឿព្រះអង្គយើងអត់ត្រូវវិនាសទាំងសាច់ឈាមហើយនឹងព្រលឹងវិញ្ញាណរបស់យើងផងដែរសាច់ឈាមព្រះអង្គនឹងរំដោះឲ្យយើងរួចពីបណ្ដាសាវិញ្ញាណព្រះអង្គនឹងធ្វើឲ្យយើងមានជីវិតអស់កលជានិច្ចមិនមែនស្លាប់ទេក៏ប៉ុន្តែយើងព្រះអង្គបង្កើតយើងមកឲ្យយើងមានរូបកាយមានវិញ្ញាណហើយពេលដែលយើងស្លាប់ទៅរូបកាយនឹងខ្លាចជាធូលីដីវិញជីវិតរបស់យើងព្រលឹងវិញ្ញាណរបស់យើងនឹងទៅជាមួយព្រះអង្គនៅឯនគរឋានសួគ៌អត់ធ្លាក់ទៅក្នុងបឹងភ្លើងអត់ទៅជាប់នៅទីឃុំឃាំងទៀតទេអាមែននេះជាដំណឹងល្អហើយក៏ជាដំណឹងដែលចង់ប្រាប់បងប្អូនថាមិនពិបាកក្នុងការធ្វើទេតែបើបងប្អូនអត់ជឿព្រះអង្គបងប្អូននឹងពិបាកទី1បងប្អូននឹងចាប់ផ្ដើមរៀបកន្លែងដែលសែនព្រេងរៀបកន្លែងដែលថ្វាយបង្គំរៀបកន្លែងដែលឲ្យតម្លៃទៅលើអរុគអរិយអ្នកតាថ្វាយបង្គំតាពីយើងអត់ថ្វាយបង្គំព្រះដែលចំព្រះដ៏ពិតអញ្ចឹងបានថាចេះតែមានបញ្ហាចេះតែចុះហើយដោយកាលពីសប្តាហ៍មុនលោកគ្រូសីហាគាត់បានសប្តាហ៍ទី1គ្រូសីហាបាននាំយើងបងនៅក្រោយដើម្បីថ្វាយខ្លួនយើងប្រាប់ថាបើជីដូនជីតាណាសាច់ញាតិរបស់យើងដែលគាត់ចែកឋានទៅបើគាត់រស់នៅគាត់ស្រឡាញ់យើងណាគាត់ចង់ជួយយើងគ្រប់សពបែបយ៉ាងហើយចុះពេលដែលស្លាប់ទៅបើគាត់អាចនឹងធ្វើទុកទុំម្នេញឲ្យយើងបានចុះហេតុអីគាត់មិនជ្រើសរើសផ្លូវដែលធ្វើឲ្យកូនចៅរីកចម្រើនទៅមិនថែសារចៅឲ្យមានសុខភាពល្អទៅចាំបាច់កាច់ចាំបាច់ធ្វើឲ្យមានបញ្ហាទៅអីនេះឯងគឺចង់បញ្ជាក់ថាវាជាវិញ្ញាណឬក៏ជាអរិយសតាំងដែលវាមានពួកពលបរិវារវាមកចាំបំផ្លាញយើងលួចសម្លាប់ហើយបំផ្លាញតែព្រះអង្គផ្ដល់ឲ្យយើងវិញនៅជីវិតអកលជានិច្ចមិនត្រូវវិនិច្ឆ័យឡើយជឿព្រះមិនត្រូវវិនិច្ឆ័យឬក៏ជឿអរិយដែលត្រូវវាសម្លាប់ហើយបំផ្លាញបងប្អូនគិតមើលខ្លួនឯង
ចំណុចទី2ដែលខ្ញុំចង់លើកឡើងអំពីហេតុអ្វីបានជាមនុស្សត្រូវការដំណឹងល្អហេតុអ្វីបានជាមនុស្សត្រូវការដំណឹងល្អពីព្រោះយើងមានបញ្ហានៃអំពើបាបណាអញ្ចឹងខ្ញុំដាក់វងកញ្ចក់បញ្ហានៃអំពើបាបមុនយើងនឹងនិយាយអំពីដំណឹងល្អរបស់ផងព្រះអង្គបន្តទៀតខ្ញុំចង់ឲ្យបងប្អូននឹងថាមនុស្សត្រូវដឹងពីដំណឹងអាក្រក់ជាមុនសិនបើយើងដឹងតែពីដំណឹងល្អយើងអត់ដឹងថាអ្វីដែលជាដំណឹងអាក្រក់ទេហើយដំណឹងអាក្រក់នឹងយ៉ាងម៉េចដើម្បីអាចឲ្យខ្ញុំទទួលដំណឹងល្អបានវាយ៉ាងម៉េចអញ្ចឹងមើលជាមួយគ្នាដំណឹងអាក្រក់នោះគឺអីទេមនុស្សគ្រប់រូបសុទ្ធតែមានបាបហើយបាបនោះបានកាត់ផ្ដាច់យើងចេញពីព្រះដែលនាំទៅរកសេចក្តីស្លាប់ខាងវិញ្ញាណនិងការជំរុំជម្រះមនុស្សមិនអាចសង្គ្រោះខ្លួនឯងតាមរយៈអំពើល្អបានឡើយនៅក្នុងព្រះគម្ពីរបានបញ្ជាក់ប្រាប់យើងនៅក្នុងព្រះគម្ពីររ៉ូមសូមមើលជាមួយគ្នាចំពោះ6ខ23ត្បិតឈ្នួលរបស់អំពើបាបនោះជាសេចក្តីស្លាប់តែអំណោយទាននៃព្រះវិញគឺជាជីវិតដ៏នៅអកលជានិច្ចដោយព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាសូមមើលបាបដ៏ធំបំផុតហើយអំពើបាបនោះគឺជាការដែលយើងអត់ព្រមទទួលព្រះរាជបុត្រារបស់ផងព្រះអង្គហើយយើងអត់ស្គាល់ព្រះដែលបង្កើតយើងមកយើងអត់ស្គាល់ព្រះដែលផ្ដល់ឲ្យយើងនៅជីវិតអកលជានិច្ចទេតែយើងបានបដិសេធព្រះអង្គយើងមានអំពើបាបដែលជាអំពើបាបដ៏ធំដែលមិនអាចមានអ្វីសង្គ្រោះយើងបានទេមានតែមួយគត់គឺជាសេចក្តីស្លាប់ហើយពេលដែលមនុស្សមានអំពើបាបទៀតសោតមនុស្សនឹងបំរើនៅក្នុងឈ្នួលរបស់អំពើបាបឈ្នួលនេះគឺចង់និយាយការបំរើយ៉ាងម៉េចពីព្រោះព្រះអង្គបង្កើតមនុស្សមកអត់ចេះខឹងទេព្រះអង្គបង្កើតមនុស្សមកអត់ចេះប្រកាន់គ្នាទេព្រះអង្គបង្កើតមនុស្សមកអត់ចេះកាប់សម្លាប់គ្នាទេក៏ប៉ុន្តែដោយសារឈ្នួលរបស់អំពើបាបនឹងឯងបានធ្វើឲ្យយើងមានសេចក្តីស្លាប់ចាប់ផ្ដើមម្នាក់មានចិត្តធំចាប់ផ្ដើមម្នាក់មានអំពើហិង្សាចាប់ផ្ដើមមនុស្សម្នាក់អំពើបាបគ្រប់គ្រងនៅក្នុងជីវិតធ្វើឲ្យយើងលែងស្គាល់អ្វីដែលជាពន្លឺលែងស្គាល់អ្វីដែលជាការដឹងខុសដឹងត្រូវឯងចឹងហើយបានខ្ញុំនិយាយទៀតថាហេតុអ្វីបានមនុស្សរឿងតិចសោះដែលយើងពិចារណាឃើញថារឿងហ្នឹងមិនគួរទេតែហេតុអីបានលើកដៃសម្លាប់ប្រពន្ធបានរឿងអីលើកដៃកាប់សម្លាប់ប្តីបានរឿងអីទៅសម្លាប់មនុស្សបានរឿងអីទៅសម្លាប់គ្នាបានដោយសារអីឈ្នួលរបស់អំពើបាបវាមកបង្រួបឲ្យយើងប្រព្រឹត្តការដែលនឹកមិនឃើញពីព្រោះយើងងងឹតចឹងហើយបានខ្ញុំចង់ឲ្យបងប្អូនបានលឺដំណឹងល្អឲ្យបងប្អូនបានភ្លឺដូចជាព្រះបន្ទូលព្រះអង្គចឹងបំភ្លឺផ្លូវយើងបំភ្លឺជើងយើងបំភ្លឺប្រាជ្ញាយើងដើម្បីយើងខ្លាចទៅជាមនុស្សដែលព្រះបានរើសឲ្យយើងប្រព្រឹត្តនៅក្នុងសេចក្តីសុចរិតនិងសេចក្តីដ៏បរិសុទ្ធរបស់ផងព្រះអង្គចឹងហើយឈ្នួលរបស់អំពើបាបនោះគឺមានតែសេចក្តីស្លាប់មិនចាំបាច់យើងទៅប្រព្រឹត្តការល្អធ្វើការល្អទេពីព្រោះការទាំងអស់ហ្នឹងមិនជួយយើងបានទេតើតែយើងរកមនុស្សម្នាក់ដែលមិនមានបាបសោះនៅក្នុងលោកីនេះនៅក្នុងផែនដីនេះគ្មាននរណាម្នាក់ដែលអត់បាបទេចឹងហើយបានព្រះយេស៊ូវព្រះអង្គកាត់ក្តីឲ្យស្ត្រីម្នាក់បានអ្នករាល់គ្នាណាមានបាបអ្នកណាបរិសុទ្ធចូលឲ្យគប់ស្ត្រីដែលគាត់ប្រព្រឹត្តបាបចុះគ្មាននរណាម្នាក់អាចគប់បានទេដោយសារមនុស្សយើងគ្មានម្នាក់ណាសុចរិតទេចឹងមានតែព្រះអង្គយាងមកដើម្បីនឹងសង្គ្រោះឲ្យយើងរួចពីបាបជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាតោះសូមមើលឈ្នួលរបស់អំពើបាបជាមួយគ្នាខ្ញុំគ្រាន់តែលើកត្រួសហើយណាបងប្អូនអត់ច្រើនទេវាមិនមានតែប៉ុណ្្នឹងវាមានលើសពីអ្វីច្រើនទៀតដែលបងប្អូនអាចដឹងតាមបណ្ដាញសង្គមឬក៏បងប្អូនស្គាល់តោះសូមមើលរូបភាពទី1គឺការដាមដំបងពេលដែលព្រះអង្គបង្កើតមនុស្សមកអរិយបានធ្វើឲ្យមនុស្សយើងបំរើនៅក្នុងនិស័យនៃអំពើបាបលេងស្ដាប់បង្គាប់ចាប់ដើមមិនឲ្យផ្លែប៉មនេះឲ្យបងប្អូនគិតថាគេចេះចែកផ្លែប៉មនេះមិនក៏លោកគ្រូថាចែកគឺខ្ញុំចង់សម្ដៅទៅលើមនុស្សដែលបរិភោគផ្លែឈើដឹងខុសដឹងត្រូវនៅក្នុងព្រះគម្ពីរលោកុបាតបងប្អូនថ្មីថ្មោងអាចនឹងអានបានបន្ទាប់មកអីគេស្នួលរបស់អំពើបាបទៀតមាននៅក្នុងរូបភាពបន្តទៀតតោះចុចរហូតមកបាទយើងមានជាក្មេងទំនើងយើងមានជាអីជានោះជានេះបាទចុចទៅមើលណាយើងមានការសែបគ្រឿងញៀនយើងមានការកាប់សម្លាប់ហើយរូបបរោះពាក់អាវដូច LV នេះគឺនៅក្នុងស្រុកស្ទឹងត្រង់ដែលគាត់សម្លាប់មនុស្ស9នាក់អាមេញប្រុសអាវសនេះអាវសនៅខាងនេះហ្នឹងហើយយើងមើលអីគេអំពើហិង្សាក្នុងគ្រួសារហើយយើងមើលអីគេការរំលោភបំពានផ្សេងហើយនឹងការប្រើប្រាស់អំពើហិង្សាអ្នកចាក់ស្លាយចាក់ឲ្យតន់តិចយើងមើលជាមួយគ្នា
ចឹងខ្ញុំសង្ខេបការទាំងអស់នេះគឺខ្ញុំគ្រាន់តែចង់និយាយអំពីស្នួររបស់អំពើបាបខ្លះៗដែលឲ្យបងប្អូនបានភ្ញាក់ខ្លួនទេយើងនៅមានស្នួររបស់អំពើបាបជាច្រើនទៀតដែលនៅក្នុងលោកីនេះវាកំពុងតែបង្វក់យើងកំពុងតែធ្វើឲ្យយើងដាច់ចេញពីព្រះអត់ឲ្យយើងទទួលការសង្គ្រោះហើយមនុស្សជាតិនឹងធ្លាក់ទៅក្នុងអំពើបាបយើងលែងប្រព្រឹត្តដឹងខុសដឹងត្រូវណាយើងឃើញណាសិតតែជារឿងអាក្រក់នៅរូបភាពមួយទៀតដែលអំពីការលំពៀននិងការប្រាំប្រាត់ក្នុងអង្សាហើយអាក្មេងមួយពាក់អាវសលឿងតិចនោះសម្លាប់ក្មេងសោះតែគាត់ទៅសម្លាប់មនុស្ស9នាក់នៅក្នុងខេត្តស្ទឹងត្រង់ស្រុកស្ទឹងត្រង់យើងខាងកំពង់ចាមយើងហ្នឹងបាទព័ត៌មានហ្នឹងខ្ញុំដឹងដែរគឺគាត់សាហាវសួរថាគាត់សាហាវមិនមែនគាត់សាហាវទេគឺដោយសារអំពើបាបដែលឲ្យគាត់ខ្លាចទៅជាអ្នកបម្រើស្នួលរបស់អំពើបាបនឹងត្រូវប្រព្រឹត្តការខុសដូច្នេះហើយបានចង់លើកទឹកចិត្តកូនទាំងអស់គ្នាយើងអរគុណព្រះដែលយើងបានទទួលជឿព្រះអង្គយើងថ្វាយខ្លួននៅក្នុងព្រះគម្ពីររ៉ូមជំពូក3ខ23ពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះប្រសិនបើយើងជាមនុស្សដែលមានសេរីល្អនៃព្រះយើងរស់នៅគឺជាមនុស្សដែលមានផលផ្លែព្រះវិញ្ញាណទាំង9អាមែនយើងមានអំណរយើងមានសេចក្តីស្រឡាញ់យើងមានសេចក្តីសប្បុរសយើងមានសេចក្តីសុភាពយើងដឹងខុសដឹងត្រូវដឹងខ្នាតពីព្រោះអីព្រះបន្ទូលដែលនៅពីក្រោយរបស់ខ្ញុំគឺបានបង្ហាញថាព្រះបន្ទូលព្រះអង្គជាចង្គៀងពាក្យថាចង្គៀងគឺយើងចង់សំដៅទៅលើពន្លឺហើយពន្លឺនោះបំភ្លឺយើងនៅទីងងឹតមិនឲ្យយើងប្រព្រឹត្តអំពើបាបដូចអ្វីដែលយើងកំពុងតែបំរើទេសំណួរតើយើងអាចយកឈ្នះអំពើបាបបានដោយរបៀបណាសូមមើលចំណងនៃអំពើបាបរូបភាពបន្តទៀតយើងមើលអំពើបាបអត់មែនតូចទេណាធំហើយធ្ងន់ណាស់ប្រៀបដូចជាដុំដែកមួយចឹងកំពុងតែចងយើងទាំងអស់គ្នាដើម្បីឲ្យយើងបំរើនៅក្នុងនិស្ស័យនៃអំពើបាបរបស់យើងទាំងអស់គ្នាចឹងហើយបានខ្ញុំសួរថាតើយើងអាចយកឈ្នះអំពើបាបនោះបានដោយរបៀបណាមួយទៀតខ្ញុំចង់សួរសំណួរស្លាយបន្ទាប់តើយើងម្នាក់មានអារម្មណ៍ថាខ្លួនឯងកំពុងរស់នៅក្នុងជីវិតមួយដែលពោរពេញដោយអំពើបាបដែរឬទេពួកយើងដែលមានអារម្មណ៍ថាកំពុងតែរស់នៅក្នុងពិភពលោកឬក៏អ្វីមួយពោរពេញដោយអំពើបាបដែរអត់ទេដូចបងខាងក្រោយនៅពេលដែលគាត់ស្គាល់ដំណឹងល្អឬដំណឹងល្អគាត់មានគំនិតភ្លាមថាបើគាត់ទុកកូនទុកក្មួយទុកប្អូនរបស់គាត់ទៀតអាចនឹងធ្លាក់ទៅក្នុងអ្វីដែលមិនល្អការជក់ថ្នាំឬក៏អំពើផ្សេងទៀតចឹងហើយបានខ្ញុំចង់បញ្ជាក់ថាជីវិតរបស់យើងម្នាក់គឺរស់នៅពោរពេញដោយអំពើបាបដែលនៅជុំវិញខ្លួនយើងទាំងអស់គ្នាចឹងសំណួរគាត់ថាឃើញអ្នកជឿព្រះអង្គល្អគាត់ក៏សុខចិត្តមិនគាត់មិនស្រឡាញ់កូនមិនគាត់មិនស្រឡាញ់ក្មួយហើយក៏មិនមែនគាត់មិនអាចមើលថែក្មួយឬក៏ប្អូនឬក៏កូនរបស់គាត់បានដែរតែគាត់ចង់ឲ្យកូនរបស់គាត់ខ្លាយទៅជាធនធានមួយដែលល្អជាក្មេងដែលល្អជាយុវជនដែលល្អជាពលរដ្ឋដែលល្អហើយមានអនាគតទៅថ្ងៃខាងមុខមែនទេបងនេះឯងគឺជាអ្វីដែលយើងរឹតត្រឹមត្រូវចឹងហើយបាននៅក្នុងព្រះគម្ពីរព្រះអង្គបានបញ្ជាក់ប្រាប់យើងបន្តទៀតថាម៉េចអំពើបាបបានคล้ายទៅជាទម្លាប់មួយដែលយើងតែងតែប្រព្រឹត្តហើយយើងមិនដឹងថាត្រូវធ្វើដូចម្ដេចដើម្បីយកវាចេញពីជីវិតរបស់យើងទេណាហើយយើងមើលទោះបីជាយើងសម្រេចចិត្តថាមិនប្រព្រឹត្តអំពើបាបក៏ដោយក៏យើងនៅតែបន្តធ្វើវាដោយមិនអាចគ្រប់គ្រងខ្លួនឯងបានហើយបន្ទាប់មកយើងក៏មានអារម្មណ៍ថាសោកស្ដាយឬក៏ស្ដាយក្រោយឬក៏ត្រូវការអត់ទោសចឹងហើយបានអ្វីដែលយើងធ្វើប្រសិនបើយើងអត់មានព្រះបន្ទូលរបស់ព្រះអង្គទេយើងអត់មានព្រះវិញ្ញាណព្រះអង្គដឹកនាំទេបងប្អូនមិនអាចយកឈ្នះទេយើងនៅតែប្រព្រឹត្តវាបន្តទៀតរហូតទាល់តែយើងមានអារម្មណ៍ថាស្ដាយក្រោយមិនក៏ខ្ញុំបណ្ដោយឲ្យខ្លួនខ្ញុំធ្លាក់ទៅក្នុងអាភាពបែបហ្នឹងមិនក៏ខ្ញុំបណ្ដោយឲ្យខ្លួនខ្ញុំចូលទៅក្នុងគ្រឿងញៀនអញ្ចឹងមិនក៏ខ្ញុំបណ្ដោយឲ្យខ្ញុំបោះបង់ការសិក្សាអញ្ចឹងមិនក៏ខ្ញុំបណ្ដោយឲ្យខ្ញុំប្រើអំពើហិង្សាក្នុងគ្រួសារអញ្ចឹងគឺអំពើបាបដែលបង្រួបយើងចុះអ្វីដែលខ្ញុំចង់ធ្វើល្អអ្វីដែលខ្ញុំខំធ្វើល្អមិនក៏មិនអាចឲ្យខ្ញុំរួចបានគឺដោយសារអំពើបាបវាស៊ីឲ្យយើងដូច្នេះខ្ញុំចង់ប្រាប់អំពីគន្លឹះដើម្បីឲ្យបងប្អូនដឹងមានពេលខ្លះយើងដឹងថាអ្វីដែលយើងធ្វើជាភាពមិនត្រឹមត្រូវប៉ុន្តែយើងមិនអាចបញ្ឈប់ខ្លួនឯងបានយើងខិតខំយ៉ាងខ្លាំងដើម្បីកែប្រែខ្លួនឯងហើយព្យាយាមណាយករាល់ទម្លាប់មិនល្អចេញពីជីវិតរបស់យើងប៉ុន្តែនៅទីបំផុតយើងនៅតែមិនអាចធ្វើវាបានសូមមើលកន្លែងនេះត្រូវចាំថាយើងមានខ្មាំងសត្រូវដែលវាតែងតែធ្វើគ្រប់យ៉ាងដែលវាអាចធ្វើទៅបានដើម្បីឲ្យយើងម្នាក់ពេលដែលយើងធ្វើវាឲ្យយើងបំរើនៅក្នុងនិស្ស័យអំពើបាបឬក៏ស្នួរអំពើបាបវាធ្វើឲ្យយើងអស់សង្ឃឹមធ្វើឲ្យយើងជាប់នៅក្នុងបញ្ហាហើយនឹងស្ថានភាពមិនល្អដែលយើងកំពុងជួបប្រ
tia chia bị xét thua dương khơi ngay bị bè vót tầm miên nó bọc hòn bè chia mình cha cảnh na đại việt thua dương óc sừng khấm na miên bành há naสถานភាពរបស់យើងមិនល្អឬក៏អាក្រក់ទៅធ្វើឲ្យយើងដាច់ឆ្ងាយពីព្រះរហូតដែលយើងអត់ទទួលបានការសង្គ្រោះទេចឹងហើយបានអ្នកដែលចូលមករកព្រះអង្គមិនត្រូវមានទោសហើយនៅក្នុងសម័យនេះនៅក្នុងពេលនេះអ្នកណានៅក្នុងព្រះគ្រីស្ទយេស៊ូវគ្មានទោសសោះពីព្រោះព្រះអង្គជាព្រះពោពេញដោយសេចក្តីស្រឡាញ់ព្រះអង្គជាព្រះពោពេញដោយការអត់ទោសហើយយកមិញកូនរៀនអំពីព្រះគុណរបស់ផងព្រះជាម្ចាស់បន្ថែមទៀតមិនមែនយើងធ្វើអំពើបាបដើម្បីឲ្យព្រះគុណព្រះអង្គចម្រើនទេតែយើងខំប្រឹងទទួលយកព្រះគុណបំផ្លាស់បំប្រែតាមរយៈព្រះគុណហើយនឹងយើងកែរត់ទាំងកំហុសរបស់យើងព្រះគុណដែលព្រះអង្គផ្ដល់ឲ្យយើងមានពីរមែនអត់ព្រះគុណទូទៅនិងព្រះគុណនៃសេចក្តីសង្គ្រោះអាមែនអាមែនអត់ព្រះគុណទូទៅគឺជាអីគឺជាព្រះអង្គផ្ដល់ខ្យល់ដកដង្ហើមសម្លៀកបំពាក់អាហារហូបចុកភ្លៀងគ្រប់រដូវកាលអីជាច្រើនទៀតពន្លឺព្រះអាទិត្យរះឡើងលិចមានថ្ងៃមានយប់អីយ៉ាងទៅនឹងឯងជាព្រះគុណរបស់ព្រះឲ្យមនុស្សទូទៅហើយព្រះគុណនៃការសង្គ្រោះជាព្រះគុណទី2គឺសង្គ្រោះអ្នកណាដែលព្រមបើកចិត្តទទួលជឿព្រះអង្គទទួលយកព្រះគុណនោះយើងអត់ឃ្លាតឆ្ងាយពីព្រះវត្តមានរបស់ព្រះអង្គយើងផ្ដល់មកវិញនៅឯគេជីវិតពេញបរិបូរណ៍គឺជាជីវិតដែលមិនចេះអស់សង្ឃឹមទោះបីយើងខ្វល់ខ្វាយបន្តិចតែយើងមានអំណរថាព្រះមិនទុកឲ្យយើងនៅតែឯកោទេដូចពេលដែលយូស្វេចេញទៅច្បាំងហើយទីក្រុងយេរីកូដ៏ធំដ៏មាំត្រូវបិទទ្វារហើយគិតថាมันអាចផ្ដួលបានទេមិនគិតថាអាចយកឈ្នះហើយនឹងចូលទៅក្នុងក្រុងនោះបានទេតែព្រះអង្គមានបន្ទូលទៅយូស្វេថាចូលក្រោកឡើងអញនឹងប្រគល់ទីក្រុងនោះដល់ឯងចឹងអំពើបាបបញ្ហាការខ្វល់ខ្វាយជំងឺរោគាកំពុងតែបិទជិតក្នុងជីវិតរបស់យើងដែលយើងគិតថាมันអាចចេញបានសូមចាំថាព្រះវត្តមាននិងព្រះគុណរបស់ព្រះអង្គនឹងរំដោះឲ្យយើងបានរួចមានសេរីភាពតាមរយៈដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទអាមែនសូមមើលប៉ុន្តែព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់អំពីរបៀបដែលយើងអាចយកឈ្នះអំពើបាបបានមិនមែនអំពើបាបមានហើយយើងមិនអាចយកឈ្នះបានទេហើយរបៀបដែលយើងធ្វើនេះគឺសាមញ្ញបំផុតណាសូមមើលទី1យើងជឿថាព្រះយេស៊ូវគ្រីស្ទជាព្រះដ៏ពិតនៅក្នុងព្រះគម្ពីររ៉ូមជំពូក10ខ9បានចែងមកថាបើមាត់អ្នករាល់គ្នានឹងថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវហើយអ្នកជឿក្នុងចិត្តថាព្រះបានប្រោះឲ្យទ្រង់រួចពីស្លាប់ឡើងវិញនោះអ្នកនឹងបានសង្គ្រោះពិតអញ្ចឹងបងថ្វាយខ្លួនបងទទួលថ្លែងប្រាប់តាមរយៈលោកគ្រូសីហាដែលនាំបងបានថ្វាយខ្លួនកូនថ្វាយខ្លួនយើងធ្វើពិធីបុណ្យជាមួយទឹកនោះយើងកំពុងតែទទួលជឿព្រះអង្គហើយបច្ចៈហើយប្រកាសថាព្រះអង្គសង្គ្រោះហើយព្រះអង្គរស់ឡើងវិញព្រះអង្គក៏អាចនឹងសង្គ្រោះឲ្យយើងរួចពីអំពើបាបបានដែរហើយជាការសង្គ្រោះដ៏ពិតទី2បើសិនជានរណាម្នាក់ចង់ទទួលបាននូវសេចក្តីសង្គ្រោះហើយមានសេរីភាពពីអំពើបាបយើងត្រូវជឿចេញពីក្នុងចិត្តហើយថ្លែងប្រាប់ថាព្រះយេស៊ូវគ្រីស្ទជាព្រះដ៏ពិតទ្រង់ជាព្រះសង្គ្រោះនៃមនុស្សលោកកន្លែងណាដែលបញ្ជាក់ថាព្រះអង្គសង្គ្រោះមនុស្សលោកព្រះអង្គនិយាយអំពីសេចក្តីស្រឡាញ់បិទព្រះអង្គស្រឡាញ់មនុស្សលោកដល់ម្ល៉េះអាមែនហើយយើងជឿព្រះអង្គហើយយើងគ្រាន់តែរស់នៅជឿចេញពីក្នុងចិត្តហើយថ្លែងប្រាប់ហើយនឹងប្រព្រឹត្តតាមដោយការកោតខ្លាចព្រះអង្គនោះយើងនឹងទទួលបានការទាំងអស់នោះតើការទាំងអស់នេះមានន័យបែបណាដើម្បីឲ្យយើងធ្វើចម្លើយដ៏សាមញ្ញឲ្យបងប្អូនធ្វើគឺស្រួលទេគឺយើងត្រូវស្ដាប់បង្គាប់និងដើរតាមរស់នៅតាមការបង្រៀនរបស់ផងព្រះអង្គហើយខ្ញុំស្ដាប់តាមការបង្រៀនរបស់ផងព្រះអង្គមិនបើខ្ញុំមិនដែលឃើញព្រះអង្គមកព្រានហ្នឹងឃើញតែលោកគ្រូទាំង2ទាំង3ទាំង4ហ្នឹងចឹងទី1ខ្ញុំចង់ឲ្យបងប្អូនស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ផងព្រះអង្គព្រះបន្ទូលព្រះអង្គបង្រៀនអីដល់យើងខ្លះបង្រៀនឲ្យយើងចេះផ្សះផ្សាយើងចេះផ្សះផ្សាបង្រៀនឲ្យយើងមានសេចក្តីស្រឡាញ់មិនមែនដើរបង្កើតសេចក្តីស្រឡាញ់ទេណាបងប្អូនឲ្យយើងមានសេចក្តីស្រឡាញ់ជាបងជាប្អូនជាលោកគ្រូអ្នកគ្រូរវាងបងប្អូនមិត្តភ័ក្តិណាសង្សារប្តីប្រពន្ធស្មោះត្រង់តែមួយដោយព្រះអង្គស្រឡាញ់យើងហើយស្មោះត្រង់ចំពោះយើងតែមួយដែរមិនឲ្យស្រឡាញ់ប្រពន្ធ2ប្រពន្ធ3ប្រពន្ធ4ទេណាប្រយ័ត្នណាហើយឲ្យអីគេទៀតបង្រៀនឲ្យយើងចេះអត់ធ្មត់ណាឲ្យយើងចេះជួយយកអាសាឲ្យយើងចេះគ្រប់គ្រងកំហឹងហើយយើងកំពុងតែធ្វើមេរៀនអំពីការគ្រប់គ្រងកំហឹងនឹងដែរឲ្យយើងអីទៀតឲ្យយើងទាំងអស់គ្នាចេញទៅដើម្បីនឹងបង្កើតសិស្សឬក៏នាំដំណឹងល្អរបស់ផងព្រះអង្គទៅហើយអ្វីដែលយើងធ្វើស្ដាប់ហើយយើងរស់នៅតាមការប្រព្រឹត្តការដែលព្រះអង្គបានបង្គាប់ដល់យើងទាំងអស់គ្នាចម្លើយព្រះអង្គធ្វើតែប៉ុណ្្នឹងពីព្រោះការប្របាក់ព្រះអង្គធ្វើអស់ហើយព្រះអង្គទុកតែការស្រួលឲ្យយើងទេសូមមើលចំណុចមួយទៀតព
ព្រះទ្រង់អាចលាងសម្អាតយើងចេញពីអំពើបាបបានណានៅក្នុងព្រះគម្ពីរយូហានចំពុក1ខ9បើយើងលន់ទូបាបវិញនោះទ្រង់មានប្រហាតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងដែរហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតរបស់យើងទាំងអស់ផងសំណួរតើយើងនៅតែប្រព្រឹត្តខុសហើយមកលន់តួប្រព្រឹត្តខុសហើយមកលន់តួទៀតមែនអត់ឃើញចឹងទេបើព្រះអង្គសម្អាតយើងហើយដោយគ្រូសីហានិយាយដែរចឹងបើយើងងុចទឹកស្អាតហើយយើងទៅងុចផុកវិញមែនបើយើងពាក់អាវថ្មីហើយយើងធ្វើឲ្យកៅអៅយើងប្រឡាក់មែនចឹងបើយើងមិនចង់ឲ្យកៅអៅយើងប្រឡាក់មិនចង់ឲ្យយើងងុចទឹកឲ្យប្រឡាក់តើតែយើងកុំទៅរកកន្លែងដែលប្រឡាក់ព្យាយាមសម្អាតខ្លួនព្យាយាមរស់នៅក្នុងភាពបរិសុទ្ធដែលព្រះអង្គបានឲ្យយើងនៅជីវិតដ៏វិសុទ្ធជីវិតដ៏បរិសុទ្ធហើយបរិសុទ្ធនេះដូចខ្ញុំនិយាយមួយកូនចឹងមិនមែនឲ្យយើងបរិសុទ្ធទាំងរូបកាយហើយនិងសាច់ឈាមយើងប៉ុណ្្នឹងទេព្រះអង្គក៏ចង់ឲ្យយើងដើរឬដេកត្រូវតែស្អាតគេងស្អាតណាដេកស្អាតហូបស្អាតផឹកស្អាតរស់នៅស្អាតគឺទាំងការប្រព្រឹត្តហើយនិងការរស់នៅរបស់យើងទាំងអស់មិនជឿព្រះអង្គឲ្យយើងបរិសុទ្ធតែកៅអៅមើលបានកន្លែងដេកមើលបានមិនដុលរបស់យើងបន្ទប់របស់យើងអត់ជួយសម្អាតអត់ចឹងទេត្រូវតែយល់កន្លែងនឹងទាំងអស់គ្នាបន្តទៀតព្រះទ្រង់អត់ទោសដល់យើងរាល់គ្នាដោយសារការលះបង់របស់ព្រះយេស៊ូវគ្រីស្ទហើយយើងអាចផ្លាស់ប្ដូរខ្លួនឯងបានដោយមានព្រះអង្គតែងតែគង់ជាមួយយើងទ្រង់ចាំជួយហើយទ្រង់ប្រទានកម្លាំងដល់យើងណែកន្លែងនោះព្រះអង្គអត់ទោសយើងមិនមែនដោយការប្រព្រឹត្តរបស់យើងទេណាខ្ញុំរស់នៅខ្ញុំខំធ្វើល្អខ្ញុំរស់នៅខ្ញុំចេះជួយអ្នកដទៃខ្ញុំរស់នៅខ្ញុំចេះខ្ញុំចោះគឺដោយសារតែខ្ញុំទេបានព្រះអង្គសង្គ្រោះមិនមែនទេគឺដោយសារព្រះអង្គជាព្រះដែលសង្គ្រោះហើយព្រះអង្គលះបង់គ្រប់សពបែបយ៉ាងដើម្បីយើងដើម្បីស្ដារយើងមកវិញដើម្បីហៅយើងមកវិញឲ្យប្រព្រឹត្តនៅក្នុងផ្លូវដ៏ត្រឹមត្រូវរបស់ព្រះអង្គហើយធ្វើយ៉ាងម៉េចដើម្បីឲ្យយើងអាចនឹងរកផ្លូវដ៏ត្រឹមត្រូវនោះបានគឺនៅពីក្រោយនេះអត់មានពិបាកទេមើលតានេះទៅព្រះអង្គឲ្យហើយព្រះអង្គចាំជួយយើងប្រទានកម្លាំងដល់យើងនៅពេលមួយដែលយើងធ្វើខុសយើងគិតថាអូព្រះអង្គឲ្យជ្រុលបាត់ហើយព្រះអង្គថាអត់ជ្រុលទេព្រះអង្គអត់ទោសថ្ងៃក្រោយកុំឲ្យអញ្ចឹងទៀតធ្វើអ្វីមួយដោយមានការត្រេះរិះពិចារណាដោយព្រះបន្ទូលរបស់ព្រះអង្គខ្លឹមសារនៃដំណឹងល្អឬក៏កិច្ចការរបស់ព្រះយេស៊ូវដែលព្រះអង្គធ្វើសម្រាប់យើងម្នាក់សូមមើលត្រូវតែជឿរឿងនឹងតែមួយគត់បានហើយសាវកពលបានសង្ខេបយ៉ាងច្បាស់ថាដំណឹងល្អគឺជារឿងរ៉ាវនៃការសុគតទី1ការបញ្ចុះទី2និងការមានប្រជញ្ញរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីទទួលបាបជំនួសយើងម្នាក់ចឹងមិនមែនដោយសារយើងទេមិនមែនដោយការល្អយើងទេមិនមែនដោយការបុណ្យសំកសលយើងទេគឺដោយសារការសគត់ការបញ្ចុះហើយនឹងការមានបច្ចុប្បន្នរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទដែលស្រឡាញ់យើងហើយអ្នកណាទទួលបរិជ្ជបុត្រានោះដែលព្រះអង្គសគត់បាបជំនួសយើងនោះយើងនឹងទទួលបានជីវិតអស់កលហើយយើងមិនវិនាសនៅក្នុងព្រះគម្ពីរកូរិនថូសទី1ចំពុក15ខ3ខ4ត្បិតមនុស្សដំបូងខ្ញុំបានប្រាប់មកអ្នកត្បិតមុនដំបូងខ្ញុំបានប្រាប់មកអ្នករាល់គ្នាតាមសេចក្តីដែលខ្ញុំបានទទួលដែរគឺថាព្រះគ្រីស្ទបានសុគតដោយសារបាបរបស់យើងរាល់គ្នាតាមបទគម្ពីរហើយថាទ្រង់ត្រូវគេបញ្ចុះក្នុងភ្នូររួចដល់ថ្ងៃទី3នោះទ្រង់មានប្រជញ្ញរស់ឡើងវិញក៏តាមបទគម្ពីរអាមែនអាមែនអត់សូមមើលអំពីលទ្ធផលនៃដំណឹងល្អនៅក្នុងជីវិតរបស់យើងឬក៏បងប្អូនដែលជឿទៅដល់ព្រះអង្គទាំងអស់គ្នាសូមមើលនៅក្នុង slide បន្ទាប់ទី1នៅពេលដែលយើងទទួលដំណឹងល្អជីវិតរបស់យើងត្រូវបានផ្លាស់ប្ដូរយ៉ាងម៉េចពេលដែលយើងថ្វាយខ្លួនពេលដែលយើងជឿព្រះអង្គនឹងផ្លាស់ប្ដូរយ៉ាងម៉េចគឺយើងបានជានានឹងព្រះវិញយើងលែងជាខ្មាំងសត្រូវនឹងព្រះទៀតហើយប៉ុន្តែយើងជាកូនរបស់ផងទ្រង់វិញជាកូនដែលគ្រងមរតកដែលកូនរួមការគ្រងមរតកជាមួយនឹងព្រះអង្គហើយព្រះគម្ពីរយូហានចំពុក1ខ12បងប្អូនអាចណូតទៅយកទៅអាននៅផ្ទះថាតើយើងជានានឹងព្រះហើយយើងលែងខ្មាំងសត្រូវយ៉ាងម៉េចពីមុនពេលដែលយើងប្រព្រឹត្តបាបពេលដែលយើងអត់ទាន់ជឿព្រះអង្គយើងជាខ្មាំងសត្រូវពីព្រោះហេតុអីបានថាយើងជាខ្មាំងសត្រូវពីព្រោះអរិយវាមិនព្យាយាមឲ្យយើងជានានឹងព្រះអង្គទេពីព្រោះវាដឹងថាកាលណាដែលយើងជានានឹងព្រះអង្គយើងទទួលបានជីវិតដល់នៅអស់កលជានិច្ចយើងអត់ត្រូវវិនាសហើយវាវិនាសតែវាអត់ព្រមទេវានឹងទាញបងប្អូនទៅជាមួយតែព្រះនៃយើងព្រះអង្គផ្សះផ្សាព្រះអង្គឲ្យយើងត្រឡប់ទៅជាកូនរបស់ព្រះអង្គយើងមិនមែនជាចវាយនឹងកូនចៅក៏មិនមែនជាខ្មាំងសត្រូវដែរតែយើងខ្លាចជាបុត្រត្រាបុត្រីរបស់ព្រះអង្គហើយណាមួយតាំងពីដើមកំណើតមកយើងក៏ជាស្នាព្រះហស្ថដែលព្រះអង្គបានបង្កើតយើងមកជារូបរាងឲ្យដូចរូបអង្គទ្រង់ដែរព្រះអង្គមានបង្កើតយើងមកឲ្យរូបដូចម៉ូសេអត់ទេចឹងហើយបានខ្ញុំស្អាតជាងម៉ូសេដោយសារដូចព្រះអង្គ
ទី2ខ្លាចជាមនុស្សថ្មីអតីតកាលត្រូវបានអត់ទោសហើយចាប់ផ្ដើមមកជីវិតថ្មីវិញកូរិនថូស2:5-17ពីមុនយើងអត់ទាន់ជឿព្រះអង្គយើងអត់ទាន់ទទួលពិធីបុណ្យជំនុំទឹកយើងបែបជាមនុស្សខំកាចយើងបែបជាមនុស្សអត់ដឹងខុសដឹងត្រូវយើងអត់ដឹងថាអ្មេចទេពីព្រោះមុនយើងរស់នៅក្នុងនិស្ស័យសាច់ឈាមតែពេលដែលយើងទទួលបានដំណឹងល្អព្រះអង្គចាប់ផ្ដើមសង្គ្រោះយើងខ្លាចជាមនុស្សថ្មីយើងលែងប្រព្រឹត្តការដែលមិនល្អរស់នៅក្នុងជីវិតដែលជាជីវិតរបស់យើងដឹកនាំដល់យើងទៀតដែរតែដឹកនាំដោយព្រះវិញ្ញាណពោពេញដោយការអត់ទោសតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននោះផងដែរទី3មានសេចក្តីសង្ឃឹមពិតប្រាកដមានសន្តិភាពក្នុងចិត្តនិងមានជីវិតអកលជានិច្ចនៅឋានសួគ៌អត់មានថាខ្ញុំស្លាប់ទៅខ្ញុំអត់ដឹងទៅណាខ្ញុំបានសង្គ្រោះអត់ណខ្ញុំបានរួចពីអំពើបាបដែរអត់ណអញ្ចឹងរស់នៅពិតប្រាកដហើយដូចខ្ញុំថាអញ្ចឹងពេលដែលយើងចាប់ផ្ដើមទទួលជឿព្រះអង្គស្គាល់ព្រះអង្គពេលខ្លះយើងខ្វល់ខ្វាយពេលខ្លះយើងក៏មានបញ្ហាក៏ប៉ុន្តែគ្រប់ទាំងអស់ព្រះអង្គប្រទានកម្លាំងដល់យើងទាំងអស់គ្នាផ្ដល់សេចក្តីសង្ឃឹមដល់យើងទាំងអស់គ្នាផ្ដល់សេចក្តីសុខសាន្តដល់យើងទាំងអស់គ្នាផងដែរអាមែនសេចក្តីសន្តាននៅក្នុងមេរៀននេះដំណឹងល្អមិនមែនជាទស្សនវិជ្ជាឬក៏ជាច្បាប់សាសនាដ៏តឹងរ៉ឹងនោះទេដូចខ្ញុំនិយាយមុនអញ្ចឹងអ្នកខ្លះថាត្រូវតមកថ្វាយគុំត្រូវតចេះត្រូវតែចុះថ្វាយគុំឲ្យមានគ្រូកុំដើរអីក្រោមតាមឈ្នួលមិនខ្ញុំអត់សូវយល់ទេរឿងអស់ហ្នឹងកុំដើរតាមអីគេអាផ្លែស្អីដូចតឡាចឃ្លោកអីស្អីហាមមិនឲ្យដើរតាមដូចតឡាចមួយទៀតគេក្រោមដែរផ្លែស្ពឺគេនោះមួយទៀតហើយស្អីអូច្បាប់ច្រើនណាស់នៅតែថ្វាយគុំអញអត់ត្រូវអញកាត់ព្រះរបស់ខ្ញុំជឿព្រះអង្គស្រួលណាស់ព្រះអង្គអត់ដែរនិយាយកាត់ទេហើយព្រះអង្គក៏អត់ដែរប្រកាន់ទោសយើងដែរសួរថាមានព្រះណាចឹងទៀតហើយមិនក៏ហ៊ានធានាព្រះគម្ពីរនិយាយច្បាស់ណាស់ថាព្រះអង្គជាព្រះពោពេញដោយសេចក្តីមេត្តាករុណាពោពេញដោយសេចក្តីពិតហើយទៀងត្រង់សំណួរកូនធ្វើខុសចំពោះយើងយ៉ាងណាក៏ដោយឪពុកម្ដាយនៅតែមានដួងចិត្តនៃការអត់ទោសដល់កូនមិនប្រកាន់ទោសទេមែនអត់មានតែកូនណាថ្ងៃក្រោយកុំធ្វើខុសទៀតមែនអត់បងនេះឯងជាសេចក្តីស្រឡាញ់រវាងព្រះអង្គដូចឪពុកយើងអញ្ចឹងវាជាដំណឹងល្អប្រាប់ថាព្រះជាម្ចាស់បានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសង្គ្រោះយើងរួចរាល់អស់ហើយនៅលើឈើឆ្កាងអ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែប្រែចិត្តហើយទទួលជឿដោយចិត្តរៀបទៀបប៉ុណ្ណោះអញ្ចឹងព្រះអង្គធ្វើគ្រប់យ៉ាងជំនួសយើងលើឈើឆ្កាងហើយពេលខ្លះបងប្អូនយល់ថាអូផ្ទះខ្ញុំតូចខ្ញុំក្រគេមើងងាយខ្ញុំជិះឡានចាស់គេមើងងាយខ្ញុំព្រះអង្គទទួលអាការទាំងអស់នឹងឲ្យយើងរួចហើយព្រះអង្គទទួលការប្រមាថមើងងាយរួចហើយព្រះអង្គទទួលបណ្ដាសារបស់ព្រះអង្គអស់ដែលគេដាក់នឹងមកលើព្រះអង្គហើយកុំខ្លាចជឿព្រះយេស៊ូវគ្រីស្ទជំនួសអញធ្វើអំពើទៅវាជំនួសអញដាក់បណ្ដាសាវាមើលគ្មានពីណាដាក់បណ្ដាសាយើងបានទេណាគ្មានពីណាដាក់បណ្ដាសាយើងទេបើគេដាក់បណ្ដាសាយើងនឹងទទួលបានព្រះពរហើយអ្នកដែលដាក់បណ្ដាសាដល់យើងអ្នកនោះនឹងទទួលបណ្ដាសាទៅវិញអាមែនពីព្រោះព្រះនៃយើងព្រះអង្គស្រឡាញ់ព្រះអង្គការពារយើងគ្រាន់តែជឿហើយប្រែកចិត្តហើយទទួលការសង្គ្រោះរបស់ផងព្រះអង្គ